ខំស្ដាស្រាសង្ឃឹមថាបានត្រីហូបស្ដាហើយឆក់អត់បានទឹកជ្រៅពេកទឹកលិចក្បាលមានណាស្ដាស្រះបានសាច់គោនៅហូបពងអើយវិញទិញស្ដាស្រះទិញសាច់គោហូបហត់ចង់ប្រកាច់លើកអាពើកនេះម៉ែអើយបងប្អូនហើយដើរខ្ញុំដើរកាត់លើនឹងម្សិលមិញប៉ិនស្ដាយអត់បានថតអាឡ័យទៅរវល់អត់បានថតវីដេអូខ្ញុំដើរកាត់លើហ្នឹងដើរពេញហ្នឹងហើយទៅយើងស្ដាចេញអស់យ៉ាងទៅយើងដើរចុះទៅទឹកជ្រៅអ្នកខ្លះស្មានតែរាក់ទៅចុះទៅស្មើក្បាលដល់ឆក់វាពិបាកឆក់យើងអត់មានទូកឆក់អត់តាន់ត្រីទេបោះទៅនេះត្រីទៅនោះត្រីទៅនេះបានមួយហើយចិត្ត1គីឡូក៏ឆ្ងាញ់អើយឆ្ងាញ់ធាត់ល្អត្រីពងឲ្យឆ្ងល់ថាវាងើបមិនវាបានចំណៃអីស៊ីឆ្ងល់ធាត់ម្លេះហ្នឹងហើយអរគុណច្រើនបងប្អូនបាទស្រះនេះបើដាក់ពូជត្រីដែងបានយ៉ាងត្រឹម3តោននៃ4តោននៃដាក់បានព្រោះវាបដោយទៅចេះ17ម៉ែត្របដោយទៅចេះហើយទៅចេះ13ម៉ែត្របាទចឹងបងប្អូនណាដែលធ្លាប់ចិញ្ចឹមត្រីបាទជួយប្រាប់ផងប៉ុណ្ណេះដាក់បានប្រហែលតោនដាក់ពូជប្រហែលដាក់ពូជបានប្រហែលគីឡូពូជដាក់50គីឡូពូជបានអត់អរគុណច្រើនបងប្អូនអរគ្នាបាទ